អាភិបក៏ស្ទុះទៅយកដំបងឈើដើម្បីមកវាសម្រាប់សត្វក្អែបធំមួយប៉ុនមេដៃមានពណ៌ខ្មៅក្រឹបទំនងចេញពីក្រហាញដីខំចំកូនជើងរបស់ខ្ញុំក្តីឈឺចាប់ដែលសត្វក្អែបនោះបានខំធ្វើឲ្យខ្ញុំចុកចាប់ជាខ្លាំងនិងដើរទៅមុខពុំរួចអាស្មីបាននិយាយទៅអាភិបទាំងមើលទៅដូចជាភ័យខ្លាំងថាអាភិបឯងអ៊ីវអាវ៉ាទៅខ្ទមសិនទៅអញទៅរកពូរីកឲ្យមកជួយក្អែបនេះមិនតូចទេពឹសវាក៏មិនអន់ដែរអាភិបបានអ៊ីវខ្ញុំដើរក្នុងដំណើរមួយដ៏លឿនដើរបានប្រមាណជំហានវាក៏សួរខ្ញុំថាអាវ៉ាឯងមិនហើយឯងចុកខ្លាំងអត់ខ្ញុំបានយកដៃវាយក្បាលវាតិចនិងនិយាយថាគ្នាមិនអីទេតែបើមានឱកាសគ្នាចង់ឲ្យក្អែបខាំឯងម្ដងឬគ្នានឹងសួរសំណួរនេះទៅឯងអាភិបបាននិយាយមកកាន់ខ្ញុំទាំងដកដង្ហើមខ្លីៗអញភ័យចង់ងាប់វានៅមានទឹកចិត្តលេងសើចជាមួយអញទៀតអានេះមកដល់ខ្ទមភ្លាមអាភិបក៏បានដាក់ខ្ញុំនៅលើគ្រែចំណែកខ្ញុំចុកកាន់តែខ្លាំងទៅទ្រាំស្ទើរពុំបានវាបានឲ្យក្រណាត់មួយជំរាកចងត្រឹមកំភួនជើងរបស់ខ្ញុំដើម្បីទប់ស្កាត់ការរីករាលដាលនៃពិសរបស់សត្វក្អែបនោះមិនបានប៉ុន្មានផងដោយសារតែស្មារតីខ្ញុំរៀងខ្សោយខ្ញុំក៏បានលងលក់បន្តិចម្ដងតែមុននឹងបិទភ្នែកខ្ញុំក៏បានឃើញអាស្មីមកជាមួយនឹងពូរាជរួចក៏លងលក់បាត់ទៅសំឡេងសន្ទនាគ្នាឮល្វើយចេញអំពីជ្រុងម្ខាងនៃខ្ទមអភ័ព្វរបស់ខ្ញុំផ្ដុំមូលមីដោយសំឡេងសត្វស្លាបយំរំគងពីលើចុងប្រឹក្សាព្រៃអាស្មីព្រមជាមួយអាភិបនិយាយគ្នាជាមួយពូរាជអំពីក្អែបដែលបានខាំខ្ញុំនោះក្មួយទាំងពីរដឹងទេថាការបន្សាបពឹសក្អែបតាមរបៀបខ្មែរយើងនេះគឺមានប្រសិទ្ធភាពខ្លាំងណាស់យកស្លឹកនេះស្លឹកនោះមកបុកបិទពីលើកន្លែងដែលវាខាំមិនយូរប៉ុន្មានទេវានឹងកាត់បន្ថយការចុកចាប់បន្តិចម្ដងតែចាស់ពីដើមហាមផ្ដាច់នៅពេលដែលសត្វពឹសទាំងនោះខាំមិនត្រូវយកអ្នកដែលត្រូវវាខាំនោះដាក់លើផ្ទះជាដាច់ខាតបើពុំដូច្នោះទេវានឹងបង្កើតការឈឺចាប់កាន់តែខ្លាំងទៅដល់ត្រង់ចំណុចខ្លះដែលពាក់ព័ន្ធជាមួយនឹងសត្វអសិរពិសទាំងអស់នេះពួកក្មួយត្រូវចេះសួរនាំដើម្បីទុកជាការបង្ការនៅពេលមានអាសន្ននេះពូនៅទើបអាចរួចចាក់ផុតអំពីការឈឺចាប់ចោះបើពូមិននៅតើក្មួយត្រូវធ្វើយ៉ាងណាគិតទៅក្មេងៗសម័យឥឡូវបើមិនប្រាប់វាមិនចេះសួរអ្វីសោះពូរាជនិយាយចប់ស្របពេលដែលស្មីបែរមកមើលខ្ញុំល្មមរួចនិយាយទាំងទឹកមុខបែបសប្បាយអរថានោះអាវ៉ាដឹងខ្លួនហើយទន្ទឹមនឹងពេលនោះផងដែរចក្ខុរបស់ខ្ញុំចេះតែរេសម្លឹងមើលទៅជុំវិញនោះបាទគឺមិនខុសនោះទេគឺខ្ញុំកំពុងសម្លឹងរកមើលនារីជាទីស្នេហាប្រហារទម្លុកបេះដូងរបស់ខ្ញុំតែប្រហែលជាបនភពវាសនាមកដល់ទើបមិនបានមកនៅឲ្យរៀបបានប្រសពនេត្រានឹកឡើងឈឺដល់ក្នុងបេះដូងពឹសស្នេហ៍ឈឺចាប់ក្តៅររៀលជាងពឹសក្អែបរាប់ពាន់ម៉ឺនដងគ្មានថ្នាំណាអាចបន្សាបបានទេអាស្មីបានដើរមកជិតខ្ញុំជាមួយទឹកមួយកែវនិងនិយាយថានេះទឹកថ្នាំផឹកទៅឆាប់ជាអាចនឹងមើលថែដំណាំព្រោះមិនប្រមាណខែទៀតទេយ៉ាងយូរ2ខែជាងទៀតតែប៉ុណ្ណោះយើងនឹងអាចប្រមូលផលបានហើយពេលវេលាដ៏សែនឈឺចាប់បានអូសបន្លាយរយៈពេលមកជិត3ខែដែលជាថ្ងៃដែលប្រមូលផលដំណាំសម្លឹងមើលទៅល្ងដែលដុះគ្រប់អាយុនឹងច្រូតមានកម្ពស់ត្រឹមចង្កេះផ្លែឡើងស្ញេះពីពេញទាំងដើមទាំងអស់ខ្យល់បក់មករសឹបបក់កាត់ចង្កាល្ងដែលលាតសន្ធឹងយកទៅមករេរាំនាំយកក្លិនក្រពុលចូលពេញច្រមុះអាភិបនិងអាស្មីបានឈរនៅខាងឆ្វេងដៃរបស់ខ្ញុំទាំងទឹកមុខមើលទៅហាក់ដូចមានមោទនភាពខ្លាំងណាស់វាញញឹមបណ្ដាបិទភ្នែកបណ្ដាមិនដឹងស្រមៃទៅដល់ណាហើយទេងាកមកនិយាយអំពីជីវិតស្នេហាដ៏សែនវិបយោគរបស់ខ្ញុំវិញគឺពិតមិនទាន់អាចកាត់ចិត្តបាននៅឡើយទេ
ជំរឿស្នេហ៍ដ៏សែនជ្រៅហួសប្រមាណប្រានផងចូលមិនងាយនឹងដកខ្លួនមកវិញបានឡើយឈឺចាប់ណាស់តែក៏ខ្មាស់គេមិនស្ទើរដែរខ្មាស់ជាងគេគឺខ្មាស់ចំបៃតែម្ដងក៏នៅតែអាចមានដង្ហើមដកបានខ្លះព្រោះចិត្តនេះបានគិតឬប្រមូលផលដំណាំជារឿងធំខ្ញុំបានហក់ឆ្លងប្រឡាយដែលនៅខាងមុខខ្ញុំនេះបន្តិចដើម្បីទៅកាត់យកដើមល្ងមួយដើមដើម្បីមកកាន់លេងងាកមកក្រោយវិញមានទឹកដែលនៅក្នុងប្រឡាយប្រហែលត្រឹមជង្គង់ភ្លាមនោះស្រាប់តែអាស្មៃហក់មកខាងនេះតាមខ្ញុំដែរអាភិបឃើញដូចនេះវាក៏និយាយមកកាន់ខ្ញុំទាំងពីរអ្នកថាងាប់ហើយគ្រាន់តែប្រឡាយប៉ុណ្នេះអ្នកណាក៏អាចលូតផុតបានដែរពួកខ្ញុំបានពេបមកនឹងពាក្យដែលវានិយាយរួចងាកសម្លឹងមកមើលល្ងវិញសំឡេងលន់សូប្រងចេញអំពីប្រឡាយអមដោយសំឡេងសុំជំនួយអំពីលោកប្រុសវណ្ណសុភាពផងនោះធ្វើឲ្យខ្ញុំនិងអាស្មីសើចឡើងចុកពោះក៏ព្រោះតែវាលូតមិនផុតប្រឡាយនោះធ្លាក់ផ្ងាជើងចូលទៅប្រឡាយប្រឡាក់ផុកពេញទាំងខ្លួននិងក្បាលពួកឯងនៅសាច់អីឆាប់ជួយទាញអញឡើងផងផុកលិចឡើងត្រឹមកំភួនជើងអាស្មីបានហុចដៃម្ខាងដើម្បីឲ្យអាភិបតោងឡើងមកតែមនុស្សគិតមិនដូចទេវតាគិតទេជាអកុសលអាស្មីក៏ត្រូវអាភិបទាញទម្លាក់ចូលក្នុងនោះផងដែរដោយឃើញហេតុការណ៍ដូច្នោះវិញ្ញាណទី6របស់ខ្ញុំបានប្រាប់ឲ្យខ្ញុំរត់គេចជាបន្ទាន់មិនខុសមែនពួកវាទាំងពីរនាក់បានរត់មកខាងលើដើម្បីចាប់ខ្ញុំទាំងដែលខ្ញុំរត់មិនរួចពួកវាបានចាប់សែងដៃជើងរបស់ខ្ញុំរួចទម្លាក់ចូលទៅក្នុងប្រឡាយដែលមានទៅដោយភក់និងចុះមកចាប់ក្ដួលបន្ថែមដោយសារការអត់ទ្រាំមានកំណត់ខ្ញុំក៏តដៃចាប់ក្ដួលពួកវាចុះទៅក្នុងភក់វិញសំឡេងសើចក្អាកក្អាយបានពន្លឺឡើងពីវិញវាល្ងបន្ទាប់ពីប្រឡាញ់គ្នាអស់កម្លាំងកាយហើយពួកខ្ញុំក៏ឡើងលើគោកទាំងខ្លួននិងក្បាលប្រឡាក់ពេញទៅដោយភក់រៀបបំរុងដណ្ដើរទៅខ្ទមដើម្បីសម្អាតខ្លួនវិញហើយស្រាប់តែឮសំឡេងពីចម្ងាយហៅខ្ញុំទាំង3នាក់ឲ្យឈប់សិននោះគឺជាសំឡេងអ្នកមកម៉ៅទិញល្ងជានារីដ៏ស្រស់ស្អាតម្នាក់ទម្លាក់សក់ពាក់អាវសដៃវែងកំពុងដើរតម្រង់មករកពួកខ្ញុំអមជាមួយកាយវិការសាច់ខ្ទប់មាត់ប្រហែលនាងនឹកអស់សំណើចនឹងសភាពពួកខ្ញុំនៅពេលនេះហើយសៀងវាចាដ៏ស្រទន់របស់នាងបាននិយាយមកកាន់ពួកខ្ញុំសូមពួកបងទៅងូតទឹកសម្អាតខ្លួនសិនចុះខ្ញុំចាំត្រង់មកលោកកកត្រង់នេះដើម្បីនិយាយអំពីតម្លៃល្ងគ្រាន់តែនាងនិយាយចប់ភ្លាមពួកខ្ញុំក៏ស្ទុះទៅកាន់ខ្ទមកន្លងហួសអស់20នាទីក្នុងការសម្អាតខ្លួននិងរៀបចំសម្លៀកបំពាក់មានប្រដាប់ទៅដល់គ្រឿងកអុបផងដែរនេះហើយដែលគេហៅថាជាចរិតយុវវ័យមិនថានៅទីណាកំពុងធ្វើអ្វីនោះទេយើងត្រូវតែចេះរៀបចំខ្លួនឲ្យស្អាតបាញ់ទឹកអប់ឲ្យក្រអូបជាពិសេសគឺនៅពេលដែលមានជំនួបជាមួយនារីពួកយើងបានដើរទៅកាន់ក្រោមដងកកោះនោះទឹកមុខដែលញញឹមពីចម្ងាយក៏ត្រូវបានទម្លាក់វិញដោយសារតែនេត្រាប្រទេសនឹងចំបៃខ្ញុំបានដើរទៅជិតរួចតាំងអារម្មណ៍ឲ្យនឹងណោនិងនិយាយទៅចំបៃបែបគួរសមទាំងទឹកមុខញញឹមស្ងួតថាចំបៃអូននៅទីនេះដែរមែនទេចំបៃបានញញឹមនិយាយតបមកកាន់ខ្ញុំដូចបងបានឃើញហើយថាខ្ញុំនៅទីនេះមិនដេចបងសួរទៀតនេះអញ្ចឹងមួយរយៈនេះមិនដេចបងមិនដែលឃើញទៅលេងផ្ទះខ្ញុំសោះបើថារវល់ខ្លាំងក៏មិនសមដែរបងនេះចិត្តដាច់ពេកហើយអាស្មីរៀបនឹងនិយាយអ្វីមិនដឹងទេស្រាប់តែអាភិបចាប់ខ្ទប់មាត់វាតន់នារីទាំងពីរនាក់បានសើចឮតិចតិចបន្ទាប់អំពីនិយាយចរចារឿងតម្លៃល្ងជាមួយនារីស្រស់ស្អាតអ្នកនោះរួចរាល់ហើយនាងក៏បានសុំដើរទៅមើលផលដំណាំតែនាងមិនមែនទៅតែម្នាក់ឯងនោះទេគឺមានអាភិបនិងអាស្មីទៅកំដរនាងដែរហើយមិនបាច់សួរខ្ញុំទេថាហេតុអ្វីទើបវាមានចិត្តបែបនេះចម្លើយគឺនៅក្នុងចិត្តលោកអ្នកស្ដាប់ស្រាប់ពួកគេបានទៅអស់បន្សល់ត្រឹមខ្ញុំនៅជាមួយចំបៃអង្គុយចុះលើស្មៅមិននិយាយអ្វីសំបីមួយម៉ាត់បងវ៉ា
ខ្ញុំឃើញបងមួយរយៈនេះប្លែកខ្លាំងណាស់តើបងខូចចិត្តជាមួយអ្នកណាមែនទេកុំប្រាប់ណាថាខូចចិត្តជាមួយខ្ញុំហេតុអ្វីក៏នាងនិយាយចំបែបនេះហាក់មិនក្រែងចិត្តខ្ញុំបន្តិចសោះខ្ញុំរៀបនឹងឆ្លើយទៅកាន់នាងហើយស្រាប់តែនាងបានចោទសួរបន្តជាសំណួរទម្លុះបេះដូងថាឥឡូវខ្ញុំសួរបងតាមត្រង់តើបងស្រឡាញ់ខ្ញុំមែនទេខ្ញុំបាត់មាត់មួយសន្ទុះនិងឆ្លើយទៅកាន់នាងវិញទាំងញញឹមស្ងួតអត់ទេត្រឹមជាកសិករក្រក្រៃម្នាក់ធ្វើបណ្ឌិតអាចយកបេះដូងចំបៃបានទៅកុំថាឡើយឡានទំនើបដូចគេនោះសំបីម៉ូតូមួយគ្រឿងក៏ខ្ញុំគ្មានសមត្ថភាពទិញផងចិត្តជាជនលេនដីមិនហ៊ានប្រាថ្នាឲ្យចំបៃផ្កាធ្លាក់ជ្រុះមកលើខ្លួនឡើយខ្ញុំលាចំបៃទៅមុនសិនហើយព្រោះមានការងារត្រូវធ្វើបន្តទៀតខ្ញុំបានងើបឈរឡើងរៀបនឹងធ្វើដំណើរទៅកាន់ខ្ទមវិញហើយស្រាប់តែដៃដ៏ទន់ត្រជាក់របស់ចំបៃចាប់កាន់ដៃរបស់ខ្ញុំជាប់រួចងើបឈរមកដោយនិយាយក្នុងក្រសែភ្នែកស្រទន់ថាបើសិនជាបងស្រឡាញ់ខ្ញុំហេតុអ្វីបងមិនសារភាពតាមត្រង់ទៅចូលបងកុំយកខ្លួនទៅប្រៀបធៀបជាមួយគេអីបងគឺបងគេគឺគេចំណុចល្អឬមិនល្អត្រង់ណាខ្ញុំសង្កេតបានឃើញច្បាស់ខ្លាំងណាស់បងចាំទេកាលនៅពីតូចបងធ្លាប់ស្អប់នារីម្នាក់នេះខ្លាំងរហូតបងមិនចង់និយាយរកខ្ញុំក៏ព្រោះតែខ្ញុំតែងតែតាមរំខានបងទៀតសោតក៏ព្រោះតែខ្ញុំមានរូបរាងមិនស្អាតដូចកុមារីទូទៅមានពេលខ្លះបងបោះសម្ដីធ្ងន់ធ្ងរមើលងាយខ្ញុំថាជាមនុស្សមាត់ច្រើនចូលចិត្តធ្វើឲ្យគេធុញបងដឹងទេពាក្យសម្ដីបងទាំងអបាលមែនបានដកចុកក្នុងចិត្តរបស់ខ្ញុំរហូតដល់ធំក៏คล้ายទៅជាការគុំគួនដោយហេតុនេះហើយទើបខ្ញុំមានបំណងមានចេតនាចង់បញ្ឈឺបងដូចរឿងដែលបានជួបមួយរយៈកាលកន្លងមកនេះតែការគិតរបស់ខ្ញុំដែលចង់ធ្វើបាបផ្លូវចិត្តរបស់បងនោះគឺមិនបានធ្វើឲ្យអារម្មណ៍របស់ខ្ញុំរីករាយដូចអ្វីដែលធ្លាប់បានបងគិតឡើយផ្ទុយទៅវិញគឺចិត្តនេះបានទន់ទោធ្លាក់ទៅក្នុងអន្លង់អន្ទាក់ស្នេហ៍នេះដល់ខ្លួនឯងទៅវិញក្តីអាណិតក៏បានកើតឡើងចំពោះបងនៅពេលដែលបងឈឺចាប់អារម្មណ៍ខ្ញុំក៏កាន់តែសោកសៅខ្ញុំតែចាំមើលផ្លូវបងក្រែងថាបងនឹងដើរកាត់គ្រាកន្លងដែលយើងបានធ្វើរួមគ្នាខ្លាចទៅជាក្តីសុខមួយចំណែកក្នុងជីវិតរបស់ខ្ញុំដោយមិនបានពងកាលដែលខ្ញុំមកនិយាយការពិតប្រាប់បងនេះគឺមិនប្រាថ្នាការទន់ចិត្តអ្វីនោះទេគ្រាន់តែចង់ប្រាប់រឿងដែលបានលាក់ទុកជាយូរមកនោះទុកយូរក្រែងកាន់តែក្រំគ្រាគ្រាន់តែនាងនិយាយបានប៉ុណ្នេះខ្ញុំពិតសប្បាយចិត្តខ្លាំងណាស់តែយ៉ាងណាក៏ខំរៀបរឹកពីធ្វើជានៅប្រកាន់និងនិយាយទៅកាន់នាងទាំងទឹកមុខស្មាថាខ្ញុំចាំបានហើយកាលពីតូចគឺខ្ញុំតែងហៅនាងថានាងសណ្ដែកដីខ្ញុំមិនដឹងទេថាចំបៃគឺជាកុមារីនោះកាលនោះនៅក្មេងពេកការគិតទៀតសោតក៏មិនបានវែងឆ្ងាយកំហុសទាំងនោះឲ្យខ្ញុំសុំទោសដោយចិត្តស្មោះចុះម្នាក់ដែលមានឡាននោះគិតយ៉ាងណាក្រែងចំបៃនឹងគេបានស្រឡាញ់គ្នាហើយមែនទេចំបៃនិយាយនេះតើមានបំណងយ៉ាងណាទៅតើបងគិតថាសំណួរបងច្រើនពេកឬទេណាស់ខ្ញុំខ្ជិលប្រាប់បងណារឿងដែលគូនិយាយខ្ញុំនិយាយអស់ហើយខ្ញុំសូមជម្រាបលាបងសិនហើយនាងបានដើរទៅក្នុងដំណើរយ៉ាងសមសួនជានារីខ្យល់បក់ផៃផាត់សក់បក់ទាំងសំពត់រវិចរវិចក្លិនក្រអូបតិចតិចកាត់នេសាជះក្លិនក្រអូបសាយពីពេញទីស្ថានចំការងដ៏ធំល្វឹងល្វើយមួយនេះខ្ញុំមើលទៅនាងរហូតដល់នាងដើរបាត់អំពីក្រសែភ្នែករបស់ខ្ញុំក្នុងចិត្តក៏ចេះតែរំពៃគិតរឿងដែលនាងបាននិយាយអ្វីបើរឿងទាំងនោះត្រូវបាននាងនិយាយប្រាប់អស់តែក៏នៅតែមិនអស់ចិត្តរឿងទំនាក់ទំនងរវាងនាងនិងបរិសម្នាក់នោះសោះស្របពេលនោះផងដែរអាភិបនិងអាស្មីក៏បានមកដល់អាស្មីបានទះស្មាខ្ញុំថ្នមរួចនិយាយថាអំបញ្ញមិញគ្នាបានស្ដាប់ឮពួកឯងនិយាយគ្នាអស់ហើយកាលពីឯងត្រូវបានក្អែបខំនោះគ្នាភ្លេចប្រាប់រឿងមួយគឺតាំងពីឯងសន្លប់បាត់បង់ស្មារតីនោះគឺចំបៃនឹងនៅក្បែរមើលថែឯងរហូតនាងយកកូនកន្សែងដៃជ្រលក់ទឹកជូតថ្ងាសឯងបណ្ដាហៅឯងបណ្ដាទាំងស្រក់ទឹកភ្នែកមើលទៅដូចបារម្ភពីសភាពឯងខ្លាំងណាស់
រហូតដល់ឯងបានដឹងខ្លួនទើបនាងបានចាក់ចេញទៅវិញហើយគ្នាក៏បានសួរនាងដែរអំពីបរិសុទ្ធអ្នកមានម្នាក់នោះតាមពិតបរិសុទ្ធម្នាក់នោះគឺគេបានចាប់ចិត្តលើចំបៃយូរហើយក៏ធ្លាប់បានចូលស្ដីដណ្ដឹងនាងដែរតែក៏ត្រូវនាងបដិសេធការដែលគេមកលើកនោះគឺគេចង់មកយកចិត្តចំបៃដើម្បីឲ្យនាងយល់ព្រមនឹងការចូលស្ដីដណ្ដឹងលើកក្រោយតែក៏ត្រូវនាងបដិសេធម្ដងទៀតគ្នាជឿថានោះគឺជាលើកចុងក្រោយហើយដែលគេមកផ្ទះចំបៃហើយបើគេមកម្ដងទៀតច្បាស់ណាស់គឺគេម្នាក់នោះគឺជាមនុស្សមុខក្រាស់ជាងអាភិបទៀតអាភិបសម្លក់កន្ទុយភ្នែកទៅអាស្មីនិងពោលពាក្យទាំងហួសចិត្តថាហើយចោះមកពាក់ព័ន្ធអីជាមួយអញទៀតហើយចាប់ឯងបោះចូលក្នុងភក់ទៀតឥឡូវនិយាយបានត្រឹមនេះខ្ញុំក៏បានអង្គុយស្មឹងស្មាតគិតក្នុងចិត្តតែម្នាក់ឯងមិនតបស្ដីទៅពួកវាឡើយឲ្យខ្ញុំធ្វើយ៉ាងណាតើឲ្យខ្ញុំនិយាយជាមួយនឹងនាងបែបណាទៅទើបល្អណាខ្ញុំគិតថាខ្ញុំគួរតែសារភាពប្រាប់នាងត្រង់ល្អជាងក្រែងលោបរោះអ្នកមាននោះចូលស្ដីនាងម្ដងទៀតខ្ញុំមកតែអស់ឱកាសទាំងស្រុងហើយពេលវេលាបានអង្គុយទៅមុខអស់ជាច្រើនថ្ងៃយ៉ាងលឿនគ្មានស្រាកស្រានសំនឹងបានពេលនេះក៏ជាពេលដែលប្រមូលផលរួចរាល់ស្រេចបាច់អស់ម្នាក់មកមានយើងទៅតាមការងាររៀងខ្លួនចំណែកខ្ញុំក៏កំពុងតែអង្គុយរៀបចំកត់បញ្ជីរាប់ចំនួននៃបាយល្ងងាកមកមើលអាភិបនិងអាស្មីពួកវាស្មានថារវល់អីតាមពិតពួកវាទៅធ្វើចរិតសុភាពបរោះនៅមុខនារីស្អាតដែលជាកូនតកាល្ងនោះសោះថាឯងទៅឈោមចាប់កន្លែងខ្ពស់មិនមើលសភាពខ្លួនតែមើលទៅពួកវាដូចមិនបានខ្វល់គិតដូចជាខ្ញុំសោះមើលណោឡើងទំនងរបស់វាបងវ៉ាថ្ងៃនេះបងហត់ហើយមិនតន់បានហូបអីផងនេះតកកឈូសឆ្ងាញ់ជាងគេប្រចាំភូមិរបស់មីងបុប្ផាហូបមួយកែវឲ្យត្រជាក់ចិត្តសិនទៅខ្ញុំងើយមើលទើបដឹងថានោះគឺជាចំបៃសោះខ្ញុំទទួលយកតកកឈូសពីដៃនាងយកមកកាន់នឹងដៃនិងមិនតន់បានហូបឡើយបងមិនបាច់អៀនអ្វីនោះទេហូបទៅខ្ញុំបានសួរទៅនាងថាតាចំបៃនៅខឹងបងរឿងថ្ងៃមុនទៀតអត់ចំបៃញញឹមថ្ពាល់ខួចនិយាយមកកាន់ខ្ញុំវិញថាខ្ញុំទេដែលត្រូវខ្លាចបងប្រកាន់ខឹងនឹងខ្ញុំនោះយ៉ាងណាក៏ខ្ញុំសុំទោសបងផងការកន្លងខ្ញុំមិនគប្បីការគួសមក៏ត្រូវបានចាប់ផ្ដើមភាពជិតស្និទ្ធក៏បានកាត់ឡើងម្ដងទៀតគេថាក្រោយមេឃភ្លៀងមេឃនឹងស្រទុំមិនទាន់ស្រឡះភ្លៀងនោះទេខ្ញុំក៏បានសួរទៅចំបៃទាំងអឹមអៀនថាតើអូនយល់យ៉ាងណាដែរបើពួកយើងនឹងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាបងនឹងថាមិនស័ក្តិសមតលតែសោះត្បិតអីបងគ្មានអ្វីជាទ្រព្យគប់ចិន្តាស្រីចម្លើយយ៉ាងណាក៏បងនឹងទទួលយកខ្ញុំមិនព្រមជាមួយបងទេមកសួរគេកណ្ដាលវងមនុស្សច្រើនកកបែបនេះតើបងឲ្យគេឆ្លើយបានយ៉ាងម៉េចចំបៃញញឹមកន្ទុយភ្នែករួចដើរចេញបាត់ទៅមើលត្រឹមប៉ុណ្នេះខ្ញុំក៏អាចដឹងថានាងគឺបានយល់ព្រមជាមួយនឹងសំណើរបស់ខ្ញុំបាត់ទៅហើយស្នេហារបស់ពួកយើងក៏បានចាប់ផ្ដើមពីពេលនោះមករហូតមានការដឹងឮដល់ចាស់ពួកគាត់ក៏មិនបំបែកបំបាក់ខ្នឹសចិត្តលើពួកយើងដែរផ្ទុយទៅវិញថែមទាំងបានពិភាក្សារើសថ្ងៃល្អសម្រាប់ពួកយើងទៀតផងតែខ្ញុំនិងចំបៃបានបដិសេធដោយមិនទាន់ចាប់ផ្ដើមរើសថ្ងៃមង្គលអ្វីនោះទេគឺខ្ញុំសុំពេលដើម្បីសន្សំប្រាក់ដើម្បីចូលស្ដីដណ្ដឹងនាងដោយខ្លួនឯងមិនចង់ចំណាយលុយពុកម៉ែច្រើនទេការគិតមួយនេះទៀតសោតគឺត្រូវចិត្តរបស់ចំបៃតែម្ដងចំណែកចំបៃក៏សុំខ្លួនជាគ្រូបង្រៀនស្ម័គ្រចិត្តនៅសាលាបែកបាក់មួយនេះដោយមិនទៅរៀនបន្តនៅមហាវិទ្យាល័យឡើយឆ្លងកាត់អស់រយៈកាលកន្លងមកបន្ទប់រៀនបែកបាក់មួយនេះក៏ត្រូវបានសាងសង់ឡើងដោយខ្ញុំទាំង3នាក់បានយកថវិកាមួយចំនួនដែលចំណេញអំពីផលដំណាំទៅជួសជុលខ្លះលើសអំពីនេះក៏ទទួលបានប្រាក់ឧបត្ថម្ភមួយចំនួនផងដែរអំពីសំណាក់បងប្អូនអ្នកមានចិត្តសប្បុរស
ទឹកដីចំការមួយនេះបានផ្ដល់នូវអនុស្សាវរីយ៍ជាច្រើនសម្រាប់ពួកខ្ញុំទាំង4នាក់ចងចាំទាំងភាពរីករាយភាពសោកសៅនិងអារម្មណ៍រំភើបទីស្ថានទីព្រៃបរិយស្នេហ៍ទឹកដីចំការបាត់ភ្នែកកាលណាឮតែសំឡេងសម្រាប់ជើងគោនិងសត្វបក្សីមិននឹកស្មានថាមានចំបៃមួយដើមដុះនៅទីតំបន់ដាច់ស្រយាលបែបនេះសោះកាន់តែនឹកស្មានមកដល់គឺខ្ញុំមានភ័ព្វវាសនាបានរក្សាថែចំបៃខ្ពង់រាបនេះខ្ញុំសូមសច្ចាស្បត់ថានឹងថែស្រោចទឹកដាក់ជីមិនឲ្យចំបៃស្រពន់ឡើយភូមិបួនជួរឃុំស្នឹងស្រុកបាណន់ទឹកដីកំណើតនៃស្នេហ៍ខ្ញុំម៉ោងប្រហែល9ព្រឹកខ្ញុំកំពុងតែលួចមើលអ្នកគ្រូស្អាតបង្រៀនសិស្សពីមាត់បង្អួចមើលចោះសម្ដីសម្ដៅដ៏ស្រទន់រួមជាមួយនឹងវងភេទដ៏ស្រស់ស្អាតតើមានសិស្សណាមិនចង់មករៀនជាមួយទៅកំពុងតែភ្លឹកមើលនាងតែមិនដឹងខ្លួននោះស្រាប់តែសំឡេងស្រែកចេញពីមាត់ផ្លូវមកថាអ្នកគ្រូចំបៃមានសិស្សក្រៅថ្នាក់ម្នាក់លួចមើលតាមបង្អួចអាណិតគ្នាណាស់ប្រហែលគ្នាចង់រៀនដែរហើយមើលទៅនោះគឺជាសំឡេងអាស្មីអមជាមួយសំឡេងសាយរបស់អាភិបផងដែររំពេចនោះចំបៃនិងសិស្សទាំងអស់បានងាកមកមើលខ្ញុំអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់រឿងនេះតាំងពីដើមដល់ចប់រឿងមួយនេះគឺត្រូវបានធ្វើឡើងជាមួយនឹងលោកឪពុកខ្ញុំដែលគាត់ទើបតែបានចែកឋានរាប់មកដល់ថ្ងៃនេះគឺរយៈពេល11ថ្ងៃហើយដែលគាត់បានចែកឋានខ្ញុំដឹងថារឿងមួយនេះខ្ញុំដាក់អារម្មណ៍បានល្អទេចឹងក៏សូមឲ្យបងប្អូនទាំងអស់គ្នាយោគយល់នៅកំហុសមួយចំនួននៅសាច់រឿងមួយនឹងផងដែរអរគុណច្រើន